សូមជម្រាបសួរកូនៗទាំងអស់គ្នាជាទីស្រឡាញ់បាទកូនៗសុខសប្បាយជាទេបាទឃើញថាសុខសប្បាយបាទអញ្ចឹងលោកគ្រូសូមបង្រៀនមេរៀនថ្មីទៀតទាក់ទងនឹងមេរៀនភាសាខ្មែរថ្នាក់ទី5មេរៀនទី8ត្រង់ចំណុចការឃោសនាកូនៗអញ្ចឹងកូនៗអានតាមលោកគ្រូណាការឃោសនាជារៀងរាល់ថ្ងៃយើងតែងទទួលព័ត៌មានផ្សេងៗតាមរយៈវិទ្យុទូរទស្សន៍កាសែតនិងទស្សនាវដ្តីប៉ុន្តែអ្វីៗទាំងអស់តែយើងបានស្ដាប់ឮឬមើលឃើញនោះមិនមែនសុទ្ធតែជាការពិតទាំងអស់នោះទេព័ត៌មានខ្លះមានលក្ខណៈបញ្ចុះបញ្ចូលជំរុញតាក់ទាញទឹកចិត្តអ្នកអានអ្នកស្ដាប់ឬអ្នកទស្សនាឲ្យមានការជំនឿជឿជាក់ព័ត៌មានបែបនេះគេហៅថាការឃោសនាការសង្កេតឃើញមានការឃោសនាអំពីសាសនាកីឡាសិល្បៈគណបកពិសេសឃោសនាផ្សាយពាណិជ្ជកម្មលក់ផលិតផលជាដើមនៅក្នុងការឃោសនាលក់ផលិតផលគេតែងតែបង្ហាញឈ្មោះផលិតផលសរសើរគុណភាពល្អនៃផលិតផលនោះបង្ហាញគុណប្រយោជន៍នៃផលិតផលនោះអួតឈ្មោះក្រុមហ៊ុនប្រើសល់វិធីសពបែបយ៉ាងដើម្បីទាក់ទាញអតិថិជនគ្រប់រូបបាទចឹងកូនចូលដល់ខាងក្រោមណានេះចូលអានអត្ថបទការឃោសនាខាងក្រោមតើអត្ថបទនេះប្រើសល់វិធីអ្វីខ្លះដើម្បីឲ្យអតិថិជនចាប់អារម្មណ៍ដំណឹងហាងលក់វត្ថុអនុស្សាវរីយ៍ស្នាដៃខ្មែរសូមជម្រាបឯកឧត្តមលោកជំទាវលោកស្រីអ្នកនាងកញ្ញាជាទីមេត្រីថាហាងស្នាដៃខ្មែរយើងខ្ញុំមានលក់ផលិតផលអនុស្សាវរីយ៍ច្រើនមុខដូចជាក្រមាសូត្រក្រវ៉ាត់កផ្តិលប្រាក់កាបូបដៃគ្រឿងចម្លាក់ជាច្រើនមុខទៀតដែលជាស្នាដៃដ៏សម្រិតសម្រាំងរបស់ខ្មែរយើងដល់លោកគ្រូសុំអុសបន្តិចណាបាទធ្វើនេះបាទហើយមានគុណភាពល្អដាច់គេមានក្បាច់រចនាទាន់សម័យនិយមលក់ក្នុងតម្លៃថោកសមរម្យប្រើឲ្យធានាថាមិនខុសបំណងជាពិសេសទៀតដើម្បីអបអរពិធីបុណ្យចូលឆ្នាំថ្មីហាងយើងខ្ញុំមានលក់បញ្ចុះតម្លៃជូន 20% ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅរហូតដល់ថ្ងៃទី30ខែមេសាខាងមុខនេះសូមអញ្ជើញប្រញាប់ឡើងព្រោះឱកាសល្អសម្រាប់លោកអ្នកមកដល់ហើយសូមកុំភ្លេចហាងលក់វត្ថុអនុស្សាវរីយ៍ស្នាដៃខ្មែរដែលមានអាស័យដ្ឋានតាមផ្លូវម៉ៅសេងតុងសង្កាត់ទួលទំពូង1ខណ្ឌចំការមនក្រុងភ្នំពេញអត្ថបទខាងលើប្រើសល់វិធីមួយចំនួនដូចជាបញ្ជាក់គុណភាពនៃវត្ថុជាស្នាដៃដ៏សម្រិតសម្រាំងមានគុណភាពល្អដាច់គេមានក្បាច់រចនាទាន់សម័យនិយមប្រើឲ្យធានាថាមិនខុសបំណងការតាក់ទាញតម្លៃថោកសមរម្យបញ្ចុះតម្លៃ 20% ការឃោសនាជាការខិតខំរិះរកមធ្យោបាយផ្សព្វផ្សាយយោបល់គំនិតឬជំនឿផ្សេងក្នុងគោលបំណងអន្តងឬបញ្ចុះបញ្ចូលអ្នកដទៃឲ្យជឿបាទអញ្ចឹងលោកគ្រូសូមចូលដល់លំហាត់យើងកូនណាបាទលំហាត់ចូលអានសេចក្តីជូនដំណឹងខាងក្រោមសេចក្តីជូនដំណឹងសិប្បកម្មចម្លាក់វិចិត្រអង្គរមានលក់គ្រឿងចម្លាក់គ្រប់មុខដែលមានក្បាច់រចនាតាមបែបចម្លាក់ខ្មែរអង្គរពីបុរាណសិប្បកម្មយើងខ្ញុំមានគ្រឿងចម្លាក់ដូចជាព្រះកេសព្រះបាទជ័យវរ្ម័នទី7រូបព្រះពុទ្ធព្រះព្រហ្មរូបប្រាសាទអង្គរវត្តអប្សរាដែលធ្វើអំពីថ្មកែវស្ពាន់ប្រាក់និងឈើដែលសុទ្ធសឹងជាស្នាដៃរបស់សិល្បករខ្មែរដែលមានបទពិសោធន៍អស់រយៈពេលយូរឆ្នាំមកហើយលោកអ្នកដែលបានទិញយកទៅប្រើហើយតែងលាន់មាត់សរសើរគ្រប់គ្នាថាពិតជាមានគុណភាពល្អ 100% ប្រើហើយមិនប្រេះស្រាំមិនខ្មៅព្រោះវត្ថុសុទ្ធល្អពិតសូមអញ្ជើញមកសិប្បកម្មវិចិត្រអង្គរយើងខ្ញុំដែលមានលេខទូរស័ព្ទចុចដំណឹងថ្មីហាងលក់ផ្កាសម្រស់បុប្ផាមានកិត្តិយសសូមជម្រាបជូនដំណឹងដល់ឯកឧត្តមលោកជំទាវលោកស្រីថាហាងយើងខ្ញុំមានលក់ផ្កាស្រស់គ្រប់ប្រភេទចម្រុះពណ៌ថែមទាំងមានការរៀបចំជូនសម្រាប់ពិធីផ្សេងគួរឲ្យចាប់អារម្មណ៍ក្រៃលែងហាងយើងខ្ញុំមានទីតាំងនៅខាងត្បូងផ្សារធំថ្មីហាងខ្ញុំនឹងមានលក់បញ្ចុះតម្លៃជូនយ៉ាងសមរម្យសូមអញ្ជើញមកហាងយើងខ្ញុំពិតជាមិនខុសបំណងឡើយសួស្តីហាងផ្កាសម្រស់បុប្ផាអញ្ចឹងយើង
កូនឃើញថាអត្ថបទយើងឃើញថាវែងបន្តិចលោកគ្រូសូមអានលឿនបើកូនអត់ទាន់ស្ទាត់ទេកូនអានមួយតាមនឹងទៅណាដល់អានយូរកូនអនុវត្តការអានយូរទៅនឹងស្ទាត់ដោយលោកគ្រូអញ្ចឹងយើងចូលដល់សំណួរ1តើសេចក្តីជូនដំណឹងខាងលើចាត់ទុកជាការឃោសនាបានដែរឬទេហេតុអ្វីបាទទី2តើគេប្រើសល្បវិធីអ្វីខ្លះក្នុងការឃោសនាដើម្បីទាក់ទាញអតិថិជនចឹងលោកគ្រូសូមចូលចម្លើយយើងណាចម្លើយ1សេចក្តីជូនដំណឹងខាងលើចាត់ទុកជាការឃោសនាបានព្រោះមានបង្ហាញឈ្មោះផលិតផលសរសើរគុណភាពល្អនៃផលិតផលអួតឈ្មោះក្រុមហ៊ុនប្រើសល្បវិធីគ្រប់បែបយ៉ាងដើម្បីទាក់ទាញអតិថិជនគ្រប់រូប2គេប្រើសល្បវិធីក្នុងការឃោសនាដើម្បីទាក់ទាញអតិថិជនមានសេចក្តីជូនដំណឹងបញ្ជាក់ពីផលិតផលធ្វើអំពីថ្មកែវស្ពាន់ប្រាក់និងឈើសុទ្ធសឹងជាស្នាដៃរបស់សិល្បករខ្មែរដែលមានបទពិសោធន៍អស់រយៈពេលជាយូរឆ្នាំមកហើយបញ្ជាក់ពីគុណភាពពិតជាមានគុណភាពល្អ 100% ប្រើហើយមិនប្រេះស្រាំមិនខ្មៅព្រោះវត្ថុសុទ្ធល្អពិតមែនបាទអញ្ចឹងយើងចូលទៀតណាដំណឹងថ្មីបញ្ជាក់ពីផលិតផលមានលក់ផ្កាស្រស់គ្រប់ប្រភេទចម្រុះពណ៌ថែមទាំងមានការរៀបចំជូនសម្រាប់ពិធីផ្សេងគួរឲ្យចាប់អារម្មណ៍ក្រៃលែងការតាក់ទាញមានលក់បញ្ចុះតម្លៃជូនយ៉ាងសមរម្យបាទឃើញថាចម្លើយរបស់យើងបានបញ្ចប់ហើយកូនណាហើយបើកូនមិនយល់ត្រង់ចំណុចណាកូនអាច comment សួរលោកគ្រូបានជាចុងបញ្ចប់នេះលោកគ្រូសូមជូនពរកូនឲ្យទទួលបានសុខភាពល្អទាំងអស់គ្នាណាហើយកូនកុំភ្លេចអានឲ្យបាន2ចប់ដើម្បី start ក្នុងការអានហើយនឹងលោកគ្រូជូនពរកូនឲ្យរៀនសូត្រកាន់តែពូកែណាបាទលោកគ្រូសូមអរគុណនិងសូមជម្រាបលា